ទី2បើមានកូនកូនប្រុសក៏ដោយកូនស្រីក៏ដោយពិសេសអ្នកមានស្វាមីកូរ៉េអ្នកគ្រូស្វាមីកូរ៉េដែរអ្នកមានស្វាមីជនជាតិកូរ៉េស្ត្រីនៅប្រទេសកូរ៉េមួយចំនួនល្អណាស់តែរឿងមួយដែលអាត្មាមិនសរសើរស្ទល់តែសោះមកទល់ថ្ងៃនេះមិនព្រមបង្រៀនកូនឲ្យនិយាយភាសាម្ដាយកូនធំឡើងអត់ចេះខ្មែរមួយម៉ាត់ចេះតែភាសាខាងឪពុកភាសាខាងម្ដាយសរោដល់ពេលស្រុកខាងម្ដាយមានទូរភិក្សស្រុកខាងម្ដាយរងគ្រោះដោយសពថ្ងៃនេះកូនរបស់ខ្លួនអត់ដឹងថាប្រទេសរបស់មាតាមានបញ្ហាទេឃើញគេបិទអញ្ចឹងឆ្ងល់ទៀតមិនបានបិទអញ្ចឹងម៉ែមិនបានទៅបិទអាហ្នឹងអញ្ចឹងតែបើកូននឹងចេះខ្មែរណាគាត់ជួយបិទថែមសូមមេត្តាបង្រៀនកូនរបស់យើងឲ្យចេះភាសាម្ដាយផងគេហៅថាមានតុភាសាខាងម៉ែត្រូវតែចេះអាត្មាមានកូនសិស្សច្រើនមានប្តីកូរ៉េអាត្មាធ្លាប់ប្រាប់ថាណានាងបរៀនកូនឲ្យចេះខ្មែរលោកគ្រូនិយាយទៅវាអត់និយាយជាមួយនិយាយខ្មែរទៅវាអត់ឆ្លើយខ្មែរមួយថាបើនិយាយថ្ងៃហ្នឹងមិនឆ្លើយស្អែកនិយាយទៀតនិយាយពេលហ្នឹងមិនឆ្លើយស្អែកនិយាយទៀតនិយាយតលតែកូននឹងស្គាល់ថាញ៉ាំបាយញ៉ាំទឹកគេងក្រោកឈរដើរអង្គុយលុយហេវកាហ្វេទឹកដោះគោអាវខោសពុតសក់ភ្នែកអញ្ចើមតិចច្រមុះអណ្ដាតបរៀនតលតែកូននឹងចេះមេត្តាបៃតាជាគ្រូដើមជាគ្រូដ៏ឆ្នើមក្នុងលោកាម្យ៉ាងទៀតគឺពិតជាទេវតាព្រះពុទ្ធត្រាស់ថាជាព្រំផងមេត្តាបៃតាគឺជាព្រះរស់នៅក្នុងផ្ទះដ៏ច្បាស់ច្បងសង្គ្រោះ5យ៉ាងល្អម៉ាត់ម៉ងចម្លងបុតភ្ញីឲ្យដល់ត្រើយឥឡូវយើងមានបានច្រឡងគ្នាដល់ត្រើយដែរបានតែពាក់កដាលហ្នឹងបើមានរឿងណែជីដូននេះអាត្មានិយាយមិនបន្ទោសអ្នកគ្រូទេអាត្មានិយាយទាំងអស់គ្នាជីដូនជីតានេះចិត្តទៅស្រុកជួនកាលនឹកឃើញឪពុកម្ដាយហើយនឹងកូនប្រៀបដូចខ្លួននឹងសមោលកូនមកតៅចៅមកថាំងនិយាយតាអញចង់នាំចៅទៅលេងស្រុកទៅអួតប្រាប់គេនេះចៅខ្ញុំមកកាន់កាត់ការ៉េអាចៅនឹងវាទៅជួបជីដូនមីងមេស្រុកកណៅអត់ដឹងនិយាយនេះថាម៉េចស្ដាប់មិនបានស្ដាប់គ្នាអត់បានស្រុកអឺរ៉ុបមួយចំនួនកូនកើតមកម៉ែអត់មានពេលនិយាយជាមួយដល់អញ្ចឹងធំឡើងកូននឹងអត់ចេះភាសាខាងឪពុកម្ដាយចេះតែភាសារបស់គេអញ្ចឹងបងប្អូនត្រូវបរៀនកូនឲ្យចេះភាសាកំណើតរបស់ខ្លួនកុំឲ្យបាត់បង់ជាតិនិយមនឹងចោលគ្មានអ្នកណាស្រឡាញ់ភាសាយើងជាងយើងទេកូរ៉េអត់ស្រឡាញ់ភាសាយើងទេគេស្រឡាញ់ភាសាគេប៉ុន្តែកូននឹងឈាមយើងឈាមម្ដាយទឹកដោះម្ដាយហ្នឹងអត់មានឈាមកូរ៉េហ្នឹងច្រើនទេឈាមម៉ែហ្នឹងច្រើនជាងអញ្ចឹងត្រូវចេះភាសាម៉ែច្រើនឲ្យច្រើន